រតនៈងាកក្រោយរួចក៏ដើរចេញក្នុងដំណក់ទឹកភ្លៀងដែលកាន់តែខ្លាំងឡើងគេមិនងាកក្រោយសម្លឹងមើលអនទៀតទេព្រោះគេខ្លាចថាបើសិនជាងាកទៅគេនឹងមិនអាចដាច់ចិត្តចាកចេញពីទីនោះបានចំណែកអនវិញឈរនៅក្រោមឆ័ត្រកណ្ដាលភ្លៀងសម្លឹងមើលខ្នងបុរសម្នាក់ដែលនាងស្រឡាញ់បំផុតរហូតរលាយបាត់ពីក្រសែភ្នែកពួកគេមិនដែលនិយាយពាក្យថាស្រឡាញ់សូម្បីតែមួយម៉ាត់ប៉ុន្តែនៅក្នុងរាត្រីដ៏ជូរចត់នោះពួកគេបានប្រគល់ជីវិតឲ្យគ្នាទៅវិញទៅមកអស់ហើយរតនាបានលះបង់ក្តីសុខខ្លួនឯងដើម្បីម្ដាយហើយអនក៏បានលះបង់ស្នេហាខ្លួនឯងដើម្បីឲ្យមនុស្សដែលនាងស្រឡាញ់ធ្វើជាកូនកតញ្ញូការសម្លឹងចុងក្រោយរបស់ពួកគេគឺជាការសារភាពស្នេហ៍ដ៏ធំបំផុតដែលមិនចាំបាច់ប្រើភាសានិយាយ